សួស្តីបងប្អូនថ្ងៃនេះយើងសិក្សាមេរៀនចំពោះទី2ការប្រែប្រួលបរិស្ថានមេរៀនទី4បញ្ហាបរិស្ថានទឹកភ្លៀងមានប្រភពមកពីទឹកនៅលើផែនដីតាមរយៈការរំហួតឡើងចលនាឥតឈប់ឈរនៃទឹកអញ្ចឹងភ្លៀងធ្លាក់មកលើផែនដីពេលដែលទឹកភ្លៀងធ្លាក់មកលើទីខ្ពស់ហូរតាមប្រព័ន្ធផ្លូវទឹកតូចៗមកកាន់ផ្លូវទឹកធំត្រូវតែមានកង្វក់ទឹកពីព្រោះការហូរនាំតាមផ្លូវតូចៗមានសម្រាមកំទេចកំទីមកចាក់កនៅផ្លូវទឹកធំការពិសោធន៍ឥឡូវនេះមានដូចជានៅខាងលើតុនេះហើយការពិសោធន៍យើងយកដបចំនួន3លីត្រនេះកាត់បាតខាងក្រោមហើយយើងយកបាល់ដបចោះរុន3ហើយយើងមួលឲ្យជាប់រួចវត្ថុទី1គឺយើងដាក់សម្លេងចាញាត់សម្លេងអណែនបន្ទាប់មកយើងយកខ្សាច់ចាក់លើសម្លេងសុំប្រណែនទី2យើងដាក់គ្រួសគ្រឿងទី3យើងដាក់ឈូងទី3ថ្មតូចចុងក្រោយយើងដាក់ថ្មធំរួចយើងយកដបមកកាប់នៅលើដបបន្ទាប់ពីយើងរៀបចំសម្ភារៈពិសោធន៍តាមលំដាប់រួចហើយយើងនឹងចាក់ទឹកកខ្វក់ទៅលើដបចម្រោះនេះទាំងអស់គ្នាសង្កេតមើលទឹកដែលយើងចម្រោះនិងទឹកដែលយើងមិនទាន់ច្រោះតើមានទម្រង់ខុសគ្នាបែបណាទឹកដែលយើងចម្រោះយើងសង្កេតមើលដំណក់ទឹកស្រក់មួយគឺមានទម្រង់ទឹកថ្លាចាទឹកដែលយើងមិនទាន់ចម្រោះជាទឹកកង្វក់មានពណ៌គឺល្អក់ចាជាចុងក្រោយបងប្អូនកត់ចំណុចដែលសំខាន់យកទៅអនុវត្តនៅផ្ទះពីវិធីចម្រោះទឹកកខ្វក់ឲ្យคล้ายទៅជាទឹកថ្លាដែលអាចប្រើប្រាស់បានដោយប្រើឧបករណ៍ងាយហើយក៏សូមឲ្យបងប្អូនចូលរួមថែរក្សាការពារផ្លូវទឹករបស់យើងឲ្យបានស្អាតសូមអរគុណ